ពុកម៉ែបងប្អូនសម្រាប់វីដេអូនេះណាបញ្ញាជួយពិសេសអ្នកដែលមានបញ្ញាគ្រោះមិនថានៅកន្លែងណាក៏ដោយទំហំប៉ុណ្ណាក៏ដោយជំរាបសួរអ៊ំបាទហ្នឹងហើយអ៊ំមកជួយបញ្ជាក់ជូនពុកម៉ែបងប្អូនបន្តិចសប្តាហ៍នេះអ៊ំមានអាយុប្រហែលហើយអាយុ64អាយុ64ណាឈ្មោះអីដែរអ៊ំឈ្មោះអីដែរឈ្មោះអឹមនីអ៊ំរស់នៅក្នុងភូមិអីស្រុកអីនៅខេត្តណាដែរអ៊ំណោះភូមិត្រាស់ចោឃុំសដែកស្រុកវធាយខេត្តកំពង់ចាមខេត្តកំពង់ចាមដូចខ្ញុំដែរខ្ញុំនេះកំពង់ចាមដែរហ្នឹងហើយចង់ជំរាបសួរអ៊ំថាអញ្ចេះមុនពេលដែលអ៊ំភាសាតាមនេះអ៊ំមានបានទៅឆែកអេកូមើលអ៊ំទៅឆែកហើយណោះចាលទ្ធផលមកថាម៉េចទៅលទ្ធផលគេថាគ្រោះក្នុងតោងប្រមាត់គ្រោះក្នុងតោងប្រមាត់ទំហំប្រមាណ7លីទំហំ7លីហើយមុនពេលដែលហូបហ្នឹងនៅក្នុងខ្លួនធ្វើទុកមិនដែរអ៊ំពីនេះពីចិត្តណែនទ្រូងហើយសម្រានអីមិនដែរសម្រានអាចជន់ថ្ងៃណាលក់ថ្ងៃណាក៏មិនលក់ទៅអញ្ចឹងបាទហ្នឹងហើយនៅពេលដែលអ៊ំហូបអស់ប្រមាណចំនួនប្រមាណកំប៉ុងដែលយើងទៅឆែកមើលមួយសារទៀតអស់មួយកំប៉ុងក្រោយពេលហូបអស់មួយកំប៉ុងហើយទៅឆែកមើលលទ្ធផលយ៉ាងម៉េចដែរលទ្ធផលគេថានៅតែកបោនៅតែកបោទេពុកម៉ែបងប្អូនលទ្ធផលមិននឹកស្មានដល់ទំហំ7លីហូបអស់តែមួយកំប៉ុងទៅឆែកមើលមួយសារទៀតនៅសល់តែកបោទេក្រោយពីឃើញលទ្ធផលនេះហើយអ៊ំស្រីមានបានហូបបន្ថែមទៀតទេពាក់ព័ន្ធមួយអសត់ខ្ញុំទិញបន្ថែមមួយកំប៉ុងទៀតទិញថែមមួយកំប៉ុងទៀតចាហូបអស់មួយកំប៉ុងទៀតហើយចាក្រោយពេលហូបអស់2កំប៉ុងហើយនៅក្នុងខ្លួនមិនដែរអាធ្វើទុកនឹងហើយអាការៈផ្សេងមានទៀតអត់ទេអត់ទេអត់ត្រង់ខ្លួនស្រួលឆ្លាស់ខ្លួនស្រួលថ្ងៃឆ្លាស់ខ្លួនស្រួលមែនតើណាលែងធ្វើទុកលែងអីទាំងអស់ហើយចាពុកម៉ែបងប្អូនសម្រាប់អ្នកដែលមានបញ្ហាគ្រោះអាចទស្សនាស្រីឥឡូវអ្វីមានអារម្មណ៍បែបណាក្រោយពីប្រើឱសថរបស់លោកគ្រូហើយតែ2កំប៉ុងហ្នឹងចាអារម្មណ៍មានសบายចិត្តបានធ្វើខ្លួនចាបាទចិត្តបានធ្វើខ្លួនណាណាមួយអស់លុយតិចអ៊ំណាចាបាទហ្នឹងហើយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហាគ្រោះអាចសាកល្បងប្រើបានហើយព័ត៌មានបន្ថែមអាចតាក់ទងតាមលេខទូរស័ព្ទឬក៏ឆាតចូល page ក្រុមការងារនឹងផ្ដល់ព័ត៌មានលម្អិតជូនបងប្អូនអរគុណច្រើនចង់ទិញថ្នាំលោកគ្រូថែមទៀតលោកគ្រូថែម4 10ទៀតមកលោកគ្រូទិញ4កំប៉ុងទៀតថ្នាំលោកគ្រូនឹងហើយវាអត់តនេះទេវាគ្រាន់តែស្ដើងគ្រូនឹងវាស្ដើងជាងមុនអញ្ចឹងលោកគ្រូឥឡូវខ្ញុំចង់ថែម4កំប៉ុងទៀតចាលោកគ្រូខ្ញុំលេបថ្នាំលោកគ្រូហើយវាអត់តលេបទាំងស្រុងលោកគ្រូតែគ្រាន់តែវាស្ដើងវាឲ្យយើងស្ដើងគ្រូនឹងធ្វើឲ្យស្ដើងឲ្យស្ដើងជាងមុនអញ្ចឹងលោកគ្រូថ្នាំលោកគ្រូពិតជាល្អមែនខ្ញុំទិញថ្នាំខ្មែរគេច្រើនហើយលេបទៅអត់មានស្ដើងមានស្រកអីដូចផិនលោកគ្រូទេចាលោកគ្រូកាលខ្ញុំអត់តហូបខ្ញុំទៅអេកូមើល21លីលោកគ្រូតែវាមូលលោកគ្រូមូលតាល់ហ្មងតែដល់ពេលឥឡូវខ្ញុំសម្រាប់ចិត្តឃើញថ្នាំលោកគ្រូនោះក៏សម្រាប់ចិត្តថាទិញសាកមើលលេបសាកមើលអញ្ចឹងណាលោកគ្រូដល់ពេលខ្ញុំទិញលេបសាកមើលហើយអស់ហើយខ្ញុំទៅអេកូថ្ងៃមិញហ្នឹងឃើញ21លីដែរប៉ុន្តែវាស្ដើងវាធ្វើឲ្យគ្រូហ្នឹងស្ដើងធ្វើឲ្យស្រួចធ្វើឲ្យស្ដើងណាវាអត់នៅមូលតាល់ដោយកាលខ្ញុំអត់តលេបថ្នាំលោកគ្រូទេកាលខ្ញុំអត់តលេបថ្នាំលោកគ្រូហ្នឹងវានៅមូលនៅដុំមូលរឹងហ្មងនេះវាធ្វើឲ្យស្ដើងរបៀបលក្ខណៈតុនធ្វើឲ្យគ្រូហ្នឹងតុនណាលោកគ្រូលោកគ្រូខ្ញុំពេលអេកូទៅឃើញវាស្ដើងជាងមុនអញ្ចឹងខ្ញុំមែនទេលោកគ្រូតាមពេទ្យលើកមុនខ្ញុំទៅអេកូគេឲ្យខ្ញុំទៅកាត់ប្រមាថចោលដល់លោកគ្រូតែខ្ញុំនឹកឃើញថាអត់ទៅបើទៅមានពេលធ្វើការមានពេលរស់ស៊ីទេអញ្ចឹងខ្ញុំខំស្រាវជ្រាវរកថ្នាំដល់ពេលឃើញលោកគ្រូសាយទៅតំណងក៏សម្រាប់ចិត្តថាលេបថ្នាំលោកគ្រូឥឡូវលេបឲ្យបានស្រកស្ដើងខ្ញុំមែនទេណាលោកគ្រូហ្មងលោកគ្រូខ្ញុំបាញ់លុយជូនលោកគ្រូហើយលោកគ្រូអរច្រើនហើយលោកគ្រូឲ្យបានថ្នាំលោកគ្រូជួយដូចរស់ម្ដងទៀតអញ្ចឹងលោកគ្រូអ្នកភូមិខ្ញុំមិនគ្រោះក្នុងប្រមាថហ្នឹងច្រើនលោកគ្រូកាត់ប្រមាថឲ្យអស់ហើយតើខ្ញុំដូចបានរស់ម្ដងទៀតចឹងអត់បានកាត់ប្រមាថលោកគ្រូហើយថ្នាំពេទ្យនោះក៏អស់ច្រើនឥឡូវមកជាថ្នាំលោកគ្រូ2កំប៉ុងអរគុណច្រើនលោកគ្រូចាំជួយដាក់ឲ្យ3កំប៉ុងទៀតផងលោកគ្រូដាក់ឲ្យវាជាដាច់ហើយនៅហូបបន្តទៀតកុំឲ្យវាកើតឡើងមួយសារទៀតដាក់ឲ្យដាច់ផឹងហ្មងជំរាបសួរលោកគ្រូសូមជាវថ្នាំ3កំប៉ុងទៀតលោកគ្រូសូមជាវ3កំប៉ុងទៀតបងស្រក់បានប្រហែលលេខស្រក់បានប្រហែលលេខមុនប្រើប្រហែលលេខហើយប្រើអស់ប្រហែលអស់2កំប៉ុងទេបងតែអេកូមើលស្រក់បានប្រហែលលេខគ្រូនេះលទ្ធផលអេកូមុនហូបថ្នាំលោកគ្រូវា15លីនោះ1ហើយ10លីនោះ2លោកគ្រូបាទជំរាបសួរលោកគ្រូនេះលទ្ធផលអេកូពីម្សិលមិញដែលអេកូហើយក្រោយហូបថ្នាំលោកគ្រូអស់2កំប៉ុងហ្នឹងខ្ញុំទៅឆែកមើលអេកូទៅវាសល់តែ15លីចុច9ហ្នឹងសល់តែ5លីចុច39លោកគ្រូចឹងវាស្រក10លីជាងហើយ10លីនោះមួយសល់4លីចុច64ហើយនឹងមួយទៀតសល់3លីចុច26លោកគ្រូអរគុណច្រើនហើយលោកគ្រូឲ្យបានថ្នាំលោកគ្រូជួយដូចរស់ម្ដងទៀតចឹងលោកគ្រូអ្នកភូមិខ្ញុំមិន
គ្រូក្នុងប្រមាថហ្នឹងច្រើនលោកគ្រូកាត់ប្រមាថឲ្យអស់ហើយតើខ្ញុំដូចបានរស់ម្ដងទៀតចឹងអត់បានកាត់ប្រមាថលោកគ្រូហើយថ្នាំពេទ្យនោះក៏អស់ច្រើនឥឡូវមកជាថ្នាំលោកគ្រូ2កំប៉ុងអរគុណច្រើនលោកគ្រូចាំជួយដាក់ឲ្យ3កំប៉ុងទៀតផងលោកគ្រូដាក់ឲ្យវាជាដាច់ហើយនៅហូបបន្តទៀតកុំឲ្យវាកើតឡើងមួយសាទៀតដាក់ឲ្យដាច់ផឹងហ្មងហ្នឹងទៅអេកូទៅអេកូទៅបែរគេថានៅតែប៉ូលីទេវាបើនិយាយទៅវាបែកជាកំតិចគ្រាប់អស់ហើយគ្រូអាគ្រាប់ធំៗហ្នឹងវាបែកអស់ហើយវាបែកខ្ទេចអស់ហើយដំបងហ្នឹងប្រងនាំគាត់ទៅវះទៅគ្រូនាំទៅវះនៅវៀតណាមហ៎តែបែរខាងវៀតណាមគេថាគេអត់វះគេអត់តន់វះគេថាតលដូចថាតលធ្ងន់ជាងនឹងតិចទៀតចឹងណាអញ្ចឹងក៏នាំប្រពន្ធត្រឡប់មកវិញមកគ្រូអញ្ចឹងគេទៅផ្សំថ្នាំគេហ្នឹងយកមកហូបហើយជាខ្ទង់បានខែ2ខែនោះហូបថ្នាំខាងវៀតណាម2ខែនោះហូបថ្នាំខាងវៀតណាមហ្នឹង2ខែគ្រូ2ខែហើយវាអត់មានថយចុះគ្រូវានៅដែលអញ្ចឹងហើយក៏ឃើញគ្រូផ្សាយឆ្នាំគ្រូឯងហ្នឹងហើយក៏ពាក្យផ្សាយមួយប្រពន្ធអេសាកមើលមកកំប៉ុង2កំប៉ុងសាកមើលបើត្រូវវាស្រួលអញ្ចឹងក៏សម្រេចចិត្តថាជាវឆ្នាំគ្រូឯងហ្នឹងសាកមកកំប៉ុងដំបូងលើកទី2កំប៉ុងទៀតទៅហើយដល់សម័យហ្នឹងទៅអេកូទៅបែរគេថានៅតែប៉ូលីទេវាបើនិយាយទៅវាបែកជាកំតិចគ្រាប់អស់ហើយគ្រូអាគ្រាប់ធំៗហ្នឹងវាបែកអស់ហើយវាបែកខ្ទេចអស់ហើយអញ្ចឹងក៏សប្បាយចិត្តដែរគ្រូកុំអីនោះនឹងនៅណានឹងទៅណាមកនៃបាក់វះអស់មកកណោលុយទៀតស្រួលប៉ះកាត់ប្រមាត់កាត់អីចោលទៀតគ្រូឥឡូវបានឆ្នាំគ្រូហ្នឹងធូរហើយធូរ 50% ឯគ្រូតោះ 50% ទៀតប្រហែលជាអស់ហើយប៉ុន្តែគ្រាន់តែថាទៅអេកូពីដល់បាញ់ហ្នឹងគ្រូបែកហ្នឹងគាត់ប្រាប់មកវិញថាវាបែកអស់ហើយអាគ្រាប់ធំៗមកគ្រូវាបែកទៅជាកំតិចអស់ហើយចាំមើល2កំប៉ុងអីទៀតមកគ្រូ2កំប៉ុងអីទៀតអេកូទៅផ្សារអេកូផ្សារទៀតទៅ